ប្រវត្តិសាស្ត្រខ្មែរកល្យាណមិត្តអ្នកស្ដាប់ជាទីគោរពស្រឡាញ់ចាស់ដើម្បីបង្ហាញនៅទឹកចិត្តស្នេហាជាតិនិងមានស្មារតីនិងដួងព្រលឹងជាតិខ្មែរក្នុងភារកិច្ចការពារបូរណភាពទឹកដីអធិបតេយ្យភាពនិងឯករាជ្យភាពខ្មែរជាពិសេសដើម្បីឲ្យមនុស្សជំនាន់ក្រោយបានយល់ដឹងពីការពិតនៃប្រវត្តិសាស្ត្រខ្មែរជាមួយប្រទេសយួនដែលតែងតែប្រើប្រាស់នៅកលល្បិចអាក្រក់គ្រប់មធ្យោបាយក្នុងការចង់ត្រួតត្រាអំណាចមកលើខ្មែរទាំងស្រុងតាមយុទ្ធសាស្ត្រនយោបាយសហព័ន្ធឥណ្ឌូចិនហូជីមិញដូច្នេះហើយបានជាវិទ្យុខ្មែរប៉ុស្តិ៍លើកយកនៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនយោបាយពីអាថ៌កំបាំងរបស់ខ្មែរនៃឫសគល់ថ្ងៃទី7ខែមករាសម្រាប់ជាការស្ដាប់និងពិចារណារបស់ប្រិមិត្តថាតើជាតិខ្មែរកំពុងដើរឆ្ពោះទៅរកផ្លូវជ្រោះមរណៈដែលខ្មែររាល់គ្នាត្រូវធ្វើយ៉ាងណាកុំឲ្យប្រទេសមានគ្រោះថ្នាក់ក្នុងន័យសាសនារលត់ជាតិរលាយតែតទៅនេះដោយសារតែបានការផ្ដល់នៅសិទ្ធិរក្សាសិទ្ធិពីលោកបណ្ឌិតដែលសុំមិនបញ្ចេញឈ្មោះអនុញ្ញាតឲ្យវិទ្យុខ្មែរប៉ុស្តិ៍លើកយកមកផ្សព្វផ្សាយសម្រាប់ប្រិមិត្តអ្នកស្ដាប់ដែលពេលនេះនាងខ្ញុំផ្ទាល់ច័ន្ទសុជាតិសូមធ្វើអត្ថាធិប្បាយនៅព្រឹត្តិការណ៍នយោបាយជាប្រវត្តិសាស្ត្រស្ដីពីអាថ៌កំបាំងរបស់ខ្មែរនៃឫសគល់ថ្ងៃទី7ខែមករាភាគទី5ដែលជាភាគបញ្ចប់មានខ្លឹមសារដូចតទៅតើប្រជាពលរដ្ឋខ្មែរចង់បានអ្វីប្រជាពលរដ្ឋខ្មែរទាំងអស់ដែលរស់នៅក្នុងប្រទេសខ្មែរបច្ចុប្បន្នគ្មានសិទ្ធិសេរីភាពពេញលេញទេភាគច្រើនជួបប្រទះភាពក្រីក្រអយុត្តិធម៌និងការរំលោភជិះជាន់ពីអ្នកកាន់អំណាចសពថ្ងៃប្រជាពលរដ្ឋខ្មែរចង់ឲ្យប្រទេសជាតិមានឥស្សរភាពឯករាជ្យមិនព្រមរស់នៅក្រោមអាណានិគមនៃប្រទេសណាមួយជាពិសេសអាណានិគមនៃប្រទេសវៀតណាមសពថ្ងៃប្រជាពលរដ្ឋខ្មែរចង់បានប្រជាធិបតេយ្យសន្តិភាពពិតប្រាកដរួចផុតពីភាពក្រីក្រនិងអំពើពុករលួយជាដើមដើម្បីសម្រេចនូវគោលដៅនេះប្រជាជាតិខ្មែរទាំងអស់ពីគ្រប់ស្រទាប់ក្នុងសង្គមទោះនៅទីណាក៏ដោយត្រូវរួបរួមសាមគ្គីគ្នាដោះស្រាយបញ្ហាទាំងអស់នេះឲ្យចប់ប្រជាពលរដ្ឋខ្មែរនឿយណាយនិងឈប់ចង់រស់នៅក្រោមការគៀបសង្កត់បិទសិទ្ធិរបស់ពួកត្រួតត្រាកុម្មុយនីសដដែលទៀតហើយព្រោះថាអស់រយៈពេលជាង2ទសវត្សរ៍កន្លងមកនេះប្រជាពលរដ្ឋមានការលំបាកដោយសារការគៀបសង្កត់ជិះជាន់និងការធ្វើទុកបុកម្នេញហេតុដូច្នេះហើយពេលដែលមានការរៀបចំបោះឆ្នោតដែលរៀបចំនិងត្រួតពិនិត្យដោយអង្គការសហប្រជាជាតិនៅឆ្នាំ1993ប្រជាពលរដ្ឋខ្មែរបានធ្វើការសម្រេចចិត្តបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនិងផ្លាស់ប្ដូររបបគ្រប់គ្រងតែគួរឲ្យសោកស្ដាយអ្វីដែលប្រជាពលរដ្ឋខ្មែរចង់បានចេញពីឆន្ទៈត្រូវបាត់បង់ទៅវិញដោយសារសម្ដេចសីហនុប្រគល់អំណាចឲ្យពួកកុម្មុយនីសគឺលោកហ៊ុនសែនដែលជាអាយ៉ងយួនវិញចំណែកឯអង្គការសហប្រជាជាតិមិនទាន់បំពេញតួនាទីចប់ផងសម្ដេចសីហនុបានដេញអង្គការសហប្រជាជាតិចេញពីស្រុកខ្មែរហើយគណៈបកប្រជាជនរបស់លោកហ៊ុនសែនបានធ្វើរដ្ឋប្រហារប្លន់អំណាចសម្លាប់អ្នកស្នេហាជាតិសម្លាប់អ្នកប្រជាធិបតេយ្យនៅថ្ងៃទី5ទី6ខែកក្កដាឆ្នាំ1997ចំណែកឯការបោះឆ្នោតក្រោយមកជាបន្តបន្ទាប់វាជាការរៀបចំឡើងដោយគណៈបកប្រជាជនដើម្បីបំភាន់ភ្នែកប្រជាពលរដ្ឋខ្មែរនិងបំភាន់មតិអន្តរជាតិតែលទ្ធផលបោះឆ្នោតទាំងអស់នោះមិនមែនចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរពិតប្រាកដទេ2តែខ្មែរធ្វើយ៉ាងណាដើម្បីជួយសង្គ្រោះខ្មែរគ្មាននរណាស្រឡាញ់ខ្មែរជាជាងជាតិខ្មែរខ្លួនឯងនោះទេហើយក៏គ្មាននរណាអាចជួយខ្មែរក្រៅពីខ្មែរខ្លួនឯងដែរនេះបើតាមឱវាទរបស់ព្រះសម្មាសម្ពុទ្ធ
ដែលជាព្រះបរមគ្រូបានទូន្មានព្រានប្រដៅមកថាខ្លួនទីពឹងខ្លួននៅពេលដែលជាតិយើងកំពុងតែមានបញ្ហាយើងជាខ្មែរម្នាក់មិនត្រូវបណ្តែតបណ្ដោយទុកឲ្យជាតិយើងនៅតែមានបញ្ហាបែបនេះឡើយយើងទាំងអស់គ្នាត្រូវរួបរวมគ្នាដោះស្រាយបញ្ហាទាំងអស់នេះឲ្យចប់តែយើងមិនត្រូវនាំគ្នាដោះស្រាយចុងបញ្ហានោះឡើយយើងត្រូវដោះស្រាយឫសគល់បញ្ហាទើបបញ្ហាទាំងអស់នោះចប់យើងម្នាក់ក៏មិនត្រូវមានមោទនភាពថាមានតែអាត្មាអញខ្លាំងអាចធ្វើអ្វីកើតឬអួតខ្លួនយកមុខមាត់គេឈ្មោះបុណ្យស័ក្តិនោះក៏ទេកត្តាសំខាន់គឺថាគំនិតច្រើនប្រសើរជាងគំនិតមួយយើងជាខ្មែរទាំងអស់ត្រូវអោនលំទោនឲ្យតម្លៃគ្នាទៅវិញទៅមករួបរวมគ្នាគិតនិយាយធ្វើដើម្បីឲ្យសម្រេចគោលដៅរួមតែមួយគឺដើម្បីជាតិសាសនានិងប្រជាជាតិខ្មែរពិតកាលណាយើងធ្វើអ្វីមួយព្រមគ្នាស្រោះគ្នាក្នុងយុទ្ធសាស្ត្ររួមតែមួយនោះប្រៀបបានដូចជាទឹកដែលហូរចូលក្នុងសមុទ្រតែមួយយ៉ាងដូច្នោះដែរតើនរណាមួយមិនខ្លាចទឹកសមុទ្រយើងត្រូវរួបរวมគ្នាដោះស្រាយដើមបញ្ហាក្រោមយុទ្ធសាស្ត្ររួមតែមួយទើបបញ្ហានោះចប់ហេតុដូច្នេះហើយខ្មែរគ្រប់រូបត្រូវភ្ញាក់រលឹកពីគ្រប់ទិសទីគ្រប់មជ្ឈដ្ឋានរួបរวมសាមគ្គីជាធ្លុងមួយបដិញ្ញាចិត្តទាំងអស់គ្នាដើម្បីរំដោះការពារជាតិសាសនាប្រជាជាតិខ្មែរឲ្យរួចផុតពីទុក្ខវេទនាដែលរស់នៅគ្មានសិទ្ធិសេរីភាពក្រោមរបបកុម្មុយនីសផ្ដាច់ការរបស់លោកហ៊ុនសែនដែលមានយួនត្រួតត្រាធ្វើអាណានិគមបែបថ្មីនេះដោយយើងឈប់ប្រើវិធីបោះឆ្នោតដែលគ្មានសេរីនិងយុត្តិធម៌ 3. តើប្រជាពលរដ្ឋក្នុងតំបន់ដែលរងគ្រោះឡាវម៉ុងចាមខ្មែរត្រូវធ្វើដូចម្ដេចយើងជាប្រជាពលរដ្ឋរងគ្រោះដោយសារយួនកុម្មុយនីសទាំងអស់នៅក្នុងតំបន់ឥណ្ឌូចិនមានដូចជាប្រជាពលរដ្ឋឡាវម៉ុងចាមខ្មែរត្រូវតែដឹងថាសិទ្ធិសេរីភាពប្រជាធិបតេយ្យឯករាជ្យអធិបតេយ្យភាពសម្រាប់យើងទាំងអស់គ្នាជាកត្តាសំខាន់ក្នុងនាមជាមនុស្សយើងមិនព្រមសុខចិត្តរស់នៅដោយគ្មានសិទ្ធិសេរីភាពក្រោមការត្រួតត្រារបស់ប្រទេសណាមួយឡើយយើងរស់នៅជាប្រជាពលរដ្ឋសាមញ្ញដែលមានសិទ្ធិសេរីភាពឯករាជ្យប្រជាធិបតេយ្យពេញលេញពិតប្រាកដប្រសើរជាងការរស់នៅធ្វើជាស្ដេចមន្ត្រីក្រោមអាណានិគមបរទេសប្រជាពលរដ្ឋទាំងអស់ដូចជាឡាវម៉ុងចាមខ្មែរដែលស្ថិតនៅក្រោមការត្រួតត្រារបស់យួនកុម្មុយនីសត្រូវតែមានការភ្ញាក់រលឹកនាំគ្នារួបរวมគ្នាក្រោកឡើងដើម្បីសិទ្ធិសេរីភាពឥស្សរភាពឯករាជ្យរបស់ជាតិខ្លួននីមួយយើងមិនបណ្ដោយឲ្យប្រទេសរបស់យើងនីមួយស្ថិតនៅក្រោមការត្រួតត្រារបស់យួនកុម្មុយនីសបិទសិទ្ធិសេរីភាពជារៀងរហូតដល់យើងបាត់ឈ្មោះនៅក្នុងពិភពលោកនោះឡើយនៅពេលដែលអស់លោកអ្នកមានសៀវភៅនេះអាននៅក្នុងដៃហើយត្រូវតែមានការភ្ញាក់រលឹកនាំគ្នាក្រោកឡើងតាមយុទ្ធសាស្ត្ររបស់មេដឹកនាំនិងអនុវត្តភាពជាមេដឹកនាំដើម្បីឈានទៅរកជោគជ័យដោយមិនព្រមសុខចិត្តរស់នៅដោយគ្មានសិទ្ធិសេរីភាពបាត់បង់អត្តសញ្ញាណជាជាតិមួយដែលរស់នៅស្មើមុខគេនៅលើពិភពលោកឡើយយើងទាំងអស់គ្នាត្រូវតែនាំគ្នាងើបឡើងដើម្បីឯករាជ្យជាតិឥស្សរភាពរបស់យើង 4. តើសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិកជួយអ្វីខ្លះដល់ប្រជាជាតិរងគ្រោះសហគមន៍អន្តរជាតិនិងសហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចតែងតែស្វែងរកយុត្តិធម៌ឲ្យប្រជាជាតិដែលរងគ្រោះក្រោមការគៀបសង្កត់បិទសិទ្ធិសេរីភាពតែកត្តាសំខាន់ប្រជាជាតិនីមួយត្រូវមានការខិតខំប្រឹងប្រែងខ្លួនឯងជាមុនដោយមិនបណ្តែតបណ្ដោយតាមព្រេងវាសនាឬក៏ថាចាំតែពឹងលើអ្នកដទៃនោះឡើយកត្តាដែលនាំឲ្យយើងជោគជ័យនោះគឺអាស្រ័យលើខ្លួនយើងជាកត្តាចម្បងហើយចំណែកប្រទេសប្រជាធិបតេយ្យគេមើលឃើញអំពើអយុត្តិធម៌គ្មានសិទ្ធិសេរីភាពគេនឹងជួយលើកទឹកចិត្តនិងជួយរកវិធីដោះស្រាយបន្ថែមលើការខិតខំប្រឹងប្រែងរបស់យើង
ដើម្បីស្វែងរកយុត្តិធម៌ជូនប្រជាជាតិនៅក្នុងតំបន់ទាំងនេះឲ្យរួចផុតពីការបិទសិទ្ធិសេរីភាពទទួលបាននៅសិទ្ធិសេរីភាពពេញលេញនិងប្រជាធិបតេយ្យតាមអ្វីដែលប្រជាជាតិនៅក្នុងតំបន់នេះចង់បាន 5. ប្រទេសខ្មែរត្រូវដឹកនាំតាមគោលការណ៍ប្រជាធិបតេយ្យពិតប្រាកដប្រទេសខ្មែរត្រូវមាននយោបាយមួយដែលមានឥស្សរភាពឯករាជ្យនិងប្រជាធិបតេយ្យពិតប្រាកដតាមប្រជាជាតិខ្មែរចង់បានដោយមិនស្ថិតនៅក្រោមឥទ្ធិពលរបស់ប្រទេសណាមួយឡើយប្រទេសទាំងអស់ដែលនៅជិតខាងត្រូវគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមកដោយស្មើភាពចំពោះមុខច្បាប់អន្តរជាតិហេតុនេះដើម្បីឲ្យស្របទៅនឹងដំណើរការដឹកនាំរបស់ពិភពលោកដែលផ្ដល់សិទ្ធិសេរីភាពពេញលេញចំពោះប្រជាពលរដ្ឋប្រទេសខ្មែរត្រូវដឹកនាំតាមរបៀបប្រជាធិបតេយ្យពិតប្រាកដការពារថែរក្សាផលប្រយោជន៍ជាតិនិងអភិវឌ្ឍជាតិឲ្យរីកចម្រើនទៅមុខដោយការចូលរួមពីប្រជាពលរដ្ឋជាការចាំបាច់សម្រាប់មេដឹកនាំនិងអ្នកស្នេហាជាតិខ្មែរយើងត្រូវលើកតម្កើងព្រះពុទ្ធសាសនាឲ្យតម្លៃលើព្រះសង្ឃនិងគម្ពីរក្បួនខ្នាតរបស់ព្រះសម្មាសម្ពុទ្ធហើយបើកសេរីភាពដល់សាសនាផ្សេងទៀតការរៀបចំសន្តិសុខសង្គមជាកត្តាចាំបាច់សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋនិងទំនុកចិត្តនិងទំនុកទុកចិត្តពីបរទេសអ្នកវិនិយោគទុនផ្សេងដែលជាជំហានឈានទៅរកការបង្កើនការងារសម្រាប់ប្រជាពលរដ្ឋនិងកំណើនសេដ្ឋកិច្ចការលុបបំបាត់អំពើពុករលួយអយុត្តិធម៌នៅក្នុងសង្គមដោយការបង្កើតច្បាប់និងអនុវត្តឲ្យម៉ឺងម៉ាត់បំផុតជាកត្តាសំខាន់បំផុតសម្រាប់សង្គមខ្មែរដើម្បីឲ្យមានសេចក្តីថ្លៃថ្នូរស្អាតស្អំដោយគិតផលប្រយោជន៍ជាតិជាធំការលើកតម្លៃបុគ្គលដែលធ្វើប្រយោជន៍ឲ្យជាតិបុគ្គលដែលធ្វើល្អក្នុងសង្គមអ្នកស្នេហាជាតិរៀបចំប្រព័ន្ធអប់រំឲ្យមានគុណភាពនិងគោលដៅច្បាស់លាស់បែងចែកប្រាក់ចំណូលឲ្យមានលក្ខណៈប្រហាក់ប្រហែលគ្នាដើម្បីជៀសវាងអ្នកមានកាន់តែមានចំណែកអ្នកក្រកាន់តែក្រដោយការផ្ដល់ប្រាក់បៀវត្សឲ្យសមតាមជីវភាពរស់នៅពោលគឺរកទីផ្សារជូនប្រជាពលរដ្ឋកម្រិតប្រាក់ចំណូលឲ្យបានច្រើនជាងប្រាក់ចំណាយទើបប្រជាពលរដ្ឋមានជីវភាពធូរធារជាពិសេសគឺលើកទឹកចិត្តខ្លាំងចំពោះអ្នកដែលក្រីក្រអ្នកទន់ខ្សោយប្រជាពលរដ្ឋខ្មែរទាំងពីរភេទត្រូវបានលើកទឹកចិត្តឲ្យមានការអប់រំខ្ពស់មានគុណភាពដូចគ្នានិងសិទ្ធិសេរីភាពស្មើគ្នាចំពោះមុខច្បាប់ជាបឋមយើងត្រូវពង្រឹងកងកម្លាំងប្រដាប់អាវុធនគរបាលឲ្យមានសមត្ថភាពមានសីលធម៌ល្អដើម្បីធានាសន្តិសុខការពារផលប្រយោជន៍ប្រទេសជាតិជៀសវាងការរំលោភឈ្លានពានពីសំណាក់ប្រទេសជិតខាងកងកម្លាំងប្រដាប់អាវុធនៅជាកម្លាំងអព្យាក្រឹតដោយមិនស្ថិតនៅក្រោមគណៈបកនយោបាយណាមួយឬប្រកាន់និន្នាការនយោបាយគណៈបកជាដើមកងកម្លាំងប្រដាប់អាវុធធ្វើតាមតួនាទីជាអ្នកការពារបម្រើជាតិសាសនាប្រជាជាតិខ្មែរដោយស្មោះអស់ពីដួងចិត្តចំណែកឯមន្ត្រីរាជការត្រូវគោរពច្បាប់ជាមូលដ្ឋានច្បាប់អនុវត្តចំពោះជនទូទៅមិនរើសមុខប្រជាជាតិខ្មែរទាំងអស់ត្រូវស្មើភាពគ្នាចំពោះមុខច្បាប់ពង្រឹងការអនុវត្តច្បាប់គ្មាននរណាម្នាក់នៅលើច្បាប់បានឡើយបំបត្តិអំពើពុករលួយនៅគ្រប់មជ្ឈដ្ឋានទាំងអស់នៅក្នុងគ្រប់មជ្ឈដ្ឋានទាំងអស់កម្លាំងទាំងអស់ត្រូវមានសីលធម៌សមរម្យមានយុត្តិធម៌មិនប្រព្រឹត្តអំពើពុករលួយហើយត្រូវលើកទឹកចិត្តជានិច្ចដើម្បីការពារផលប្រយោជន៍ជាតិ 1. នីតិបញ្ញត្តិអង្គនីតិបញ្ញត្តិជាអ្នកតំណាងឲ្យប្រជាជាតិខ្មែរតំណាងឲ្យប្រជាពលរដ្ឋមិនស្ថិតនៅក្រោមអំណាចបុគ្គលណាម្នាក់ឬគណៈបកនយោបាយណាមួយអង្គនីតិបញ្ញត្តិជាអង្គការកំពូលរបស់ជាតិតំណាងរាស្ត្រត្រូវយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋជាទូទៅដោយតាំងខ្លួនជាតំណាងឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋតំណាងឲ្យផលប្រយោជន៍ជាតិហើយនៅក្នុងស្ថាប័ននេះត្រូវនៅជាឯករាជ្យដាច់ដោយឡែកពីអំណាចនីតិប្រតិបត្តិសម្រាប់ត្រួតពិនិត្យមើលការអនុវត្តរបស់នីតិប្រតិបត្តិ 2. តុលាការមានតួនាទីសំខាន់សម្រាប់ស្វែងរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋរងគ្រោះនៅក្នុងសង្គមតុលាការត្រូវតែឯករាជ្យ
ដោយមិនស្ថិតនៅក្រោមឥទ្ធិពលនយោបាយឬស្ថិតនៅក្រោមគណៈបកនយោបាយណាមួយជាពិសេសអំណាចតុលាការនេះត្រូវស្ថិតនៅដាច់ដោយឡែកពីអំណាចនីតិបញ្ញត្តិនិងអំណាចនីតិប្រតិបត្តិដើម្បីឲ្យមានយុត្តិធម៌នោះការពង្រឹងផ្នែកអនុវត្តច្បាប់ជាកត្តាសំខាន់និងសីលធម៌សង្គមធ្វើយ៉ាងណាត្រូវបំបត្តិអំពើពុករលួយតុលាការត្រូវមានសុឆន្ទៈឯករាជ្យក្នុងការស្វែងរកយុត្តិធម៌ជូនប្រជាជាតិខ្មែរទូទៅ3អំណាចនីតិប្រតិបត្តិអំណាចនីតិប្រតិបត្តិមានតួនាទីសំខាន់ណាស់សម្រាប់ធ្វើឲ្យប្រទេសជាតិមួយរីកចម្រើនរុងរឿងរដ្ឋាភិបាលត្រូវតែមានឆន្ទៈនយោបាយពិតប្រាកដគោលនយោបាយច្បាស់លាស់អំណាចនីតិប្រតិបត្តិមិនត្រូវជ្រៀតជ្រែកអំណាចនីតិបញ្ញត្តិនិងអំណាចតុលាការដែលនាំឲ្យបាត់បង់អព្យាក្រឹតភាពនិងបាត់បង់ឯករាជ្យនោះឡើយការជ្រៀតជ្រែកនោះជាការខុសពីគោលការណ៍ប្រជាធិបតេយ្យអំណាចនីតិប្រតិបត្តិជាអ្នកអនុវត្តគោលការណ៍ប្រជាធិបតេយ្យដោយបើកសិទ្ធិសេរីភាពពេញលេញនិងការគោរពច្បាប់ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញក្នុងការនិយាយស្ដីបញ្ចេញមតិការជួបប្រជុំនិងការតវ៉ាដោយសន្តិវិធីជាដើមការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ដោយប្រព័ន្ធឃោសនាឯករាជ្យមិនលាក់បាំងលំអៀងទៅរកបុគ្គលឬគណៈបកណាមួយអំណាចនីតិប្រតិបត្តិមានតួនាទីសំខាន់ជាអ្នកកាច់ចង្កូតប្រទេសជាតិឲ្យរីកចម្រើនការពារផលប្រយោជន៍ជាតិនិងបម្រើប្រជាពលរដ្ឋឲ្យមានសេចក្តីសុខសាន្ត4ព័ត៌មានបណ្ដាញសារព័ត៌មានត្រូវធ្វើតាមវិជ្ជាជីវៈសារព័ត៌មានត្រឹមត្រូវដោយស្ថិតនៅជាអព្យាក្រឹតឯករាជ្យនិងមានសិទ្ធិសេរីភាពពេញលេញការនិពន្ធនិងសរសេរព័ត៌មានមិនស្ថិតនៅក្រោមឥទ្ធិពលនយោបាយរបស់គណៈបកឬបុគ្គលណាមួយឡើយប្រព័ន្ធព័ត៌មានត្រូវបើកចំហយ៉ាងទូលំទូលាយដល់ប្រជាពលរដ្ឋទូទៅដើម្បីឲ្យគាត់យល់ដឹងអំពីស្ថានភាពទូទៅនៅក្នុងប្រទេសបណ្ដាញសារព័ត៌មានត្រូវគោរពក្រមសីលធម៌របស់ខ្លួនសារព័ត៌មានជាកញ្ចក់ឆ្លុះបញ្ចាំងសង្គមពិតដោយនិយាយអំពីការពិតដែលកើតមាននៅក្នុងសង្គមបណ្ដាញសារព័ត៌មានដែលគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាពុករលួយលំអៀងមិនចេញមុខនិងមិនហ៊ាននិយាយការពិតដោយសារការភ័យខ្លាចពីសុវត្ថិភាពការបាត់បង់អាជីពនិងការគំរាមកំហែងផ្សេងពីអ្នកមានអំណាចនិងសម្ពាធនយោបាយជាដើម5បំបត្តិអំពើពុករលួយការលុបបំបាត់អំពើពុករលួយជាកត្តាមួយសំខាន់ហើយជាអាទិភាពទី1ដែលយើងត្រូវតែដោះស្រាយនៅក្នុងសង្គមខ្មែរឲ្យមានភាពថ្លៃថ្នូរស្អាតស្អំការលុបបំបាត់អំពើពុករលួយនេះធ្វើឲ្យមនុស្សមានសេចក្តីស្មោះត្រង់ធ្វើប្រយោជន៍ជូនជាតិដោយមិនគិតពីអាត្មានិយមនិងប្រព្រឹត្តអំពើអាក្រក់ផ្សេងទៀតបង្កើតច្បាប់ប្រឆាំងអំពើពុករលួយនិងការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់មានប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ត្រួតពិនិត្យជាកត្តាចម្បងនាំឲ្យបំបត្តិអំពើពុករលួយជំហានបន្តត្រូវអប់រំកែលម្អឲ្យមនុស្សមានគំនិតល្អ6បង្កើនជីវភាពប្រជាពលរដ្ឋទុករបស់ប្រជាពលរដ្ឋជាទុករបស់មេដឹកនាំជាតិសុភមង្គលរបស់ប្រជាពលរដ្ឋជាសុភមង្គលរបស់មេដឹកនាំជាតិខ្មែរយើងត្រូវបង្កើនជីវភាពប្រជាពលរដ្ឋឲ្យបានល្អតាមរយៈការផ្ដល់នូវចំណេះដឹងវិជ្ជាជីវៈមួយពិតប្រាកដការស្វែងរកទីផ្សារសម្រាប់លក់ផលិតផលការបង្កើតការងារនិងប្រាក់បៀវត្សសមរម្យទៀងទាត់យើងសង្កេតឃើញបច្ចុប្បន្ននេះជីវភាពប្រជាពលរដ្ឋធ្លាក់ក្នុងភាពក្រីក្រដោយសារការមិនយកចិត្តទុកដាក់ពីមេដឹកនាំជាពិសេសគឺយួនមាននយោបាយចង់លេបទឹកដីរំលាយពូជសាសន៍ខ្មែរឲ្យខ្សោយคล้ายជាជនជាតិភាគតិចคล้ายជានិរទេសជនចោលស្រុកទឹកដីកំណើតទាំងអស់នេះជានយោបាយរបស់ពួកយួនកុម្មុយនីសដើម្បីលេបទឹកដីខ្មែរ7គណៈបកនយោបាយទាំងអស់ត្រូវតម្កល់ផលប្រយោជន៍ជាតិទាំងមូលជាធំដោយមិនអាចមានការបែកបាក់គ្នាដោយសារតែផលប្រយោជន៍បុគ្គលឬអំណាចធ្វើឲ្យផលប្រយោជន៍ជាតិបាត់បង់នោះឡើយគណៈបកនយោបាយទាំងអស់ត្រូវគោរពច្បាប់ជាធំគោរពរដ្ឋធម្មនុញ្ញដោយឈរលើគោលការណ៍ស្រឡាញ់ជាតិសាសនា
ប្រជាជាតិខ្មែរពិតប្រាកដគណៈបកនយោបាយនីមួយមិនត្រូវបម្រើនយោបាយបរទេសឡើយគណៈបកនយោបាយនីមួយត្រូវធ្វើការប្រកួតប្រជែងដើម្បីផលប្រយោជន៍ជាតិខ្មែរពិត8គណៈកម្មការជាតិរៀបចំការបោះឆ្នោតសភាជាតិត្រូវបង្កើតច្បាប់រៀបចំគណៈកម្មការជាតិបោះឆ្នោតមួយដែលជំហរឯករាជ្យអព្យាក្រឹតសេរីភាពយុត្តិធម៌ដែលគួរជាទីទុកចិត្តបានពីសំណាក់ប្រជាពលរដ្ឋច្បាប់រៀបចំការបោះឆ្នោតត្រូវមានប្រសិទ្ធភាពដោយការអនុវត្តឲ្យមានយុត្តិធម៌ក្នុងការចាត់ចែងរៀបចំការបោះឆ្នោតបេក្ខជនដែលជ្រើសរើសសម្រាប់ធ្វើគណៈកម្មការជាតិរៀបចំការបោះឆ្នោតត្រូវតែជាគណៈកម្មការដែលមានភាពស្អាតស្អំឯករាជ្យអព្យាក្រឹតហើយមានការបោះឆ្នោតទុកចិត្តពីសភាជាតិពួកគេត្រូវតែមានឆន្ទៈរៀបចំការបោះឆ្នោតមួយប្រកបដោយភាពយុត្តិធម៌ត្រឹមត្រូវ9ជនអន្តោប្រវេសន៍និងចារកម្មយួនជនអន្តោប្រវេសន៍ទាំងអស់ត្រូវគោរពតាមច្បាប់អន្តោប្រវេសន៍និងគោរពច្បាប់របស់ប្រទេសខ្មែរចំពោះជនអន្តោប្រវេសន៍ដែលមិនគោរពច្បាប់របស់ខ្មែរត្រូវបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញចំពោះជនអន្តោប្រវេសន៍ដែលមានសញ្ជាតិខ្មែរដែលមានលក្ខណៈពេញលេញជាជនជាតិខ្មែរមានសិទ្ធិស្មើគ្នានឹងពលរដ្ឋខ្មែរទូទៅដែរគ្រប់ភ្នាក់ងារទាំងអស់របស់យួនទាំងស៊ីវិលនិងយោធាត្រូវបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ6សេចក្តីសន្និដ្ឋានតាមការសិក្សាស្រាវជ្រាវបានបញ្ជាក់ប្រជាជាតិខ្មែរឲ្យមើលឃើញកាន់តែច្បាស់អំពីដើមហេតុឬគល់នៃបញ្ហាដែលបាននិងកំពុងកើតមាននៅក្នុងប្រទេសខ្មែរក្រោមការដឹកនាំត្រួតត្រារបស់ពួកជនផ្ដាច់ការរបស់លោកហ៊ុនសែនកំពុងនាំប្រទេសខ្មែរឈានទៅរកគ្រោះថ្នាក់មហន្តរាយមិនខានឡើយបើយើងមិននាំគ្នាដោះស្រាយបញ្ហានេះឲ្យចប់សេចក្តីទុក្ខវេទនារបស់ពលរដ្ឋខ្មែរមិនត្រឹមតែធ្លាក់មកលើយើងនាពេលបច្ចុប្បន្នប៉ុណ្ណោះទេទុក្ខវេទនាទាំងអស់នេះនឹងធ្លាក់ដល់កូនចៅខ្មែរជំនាន់ក្រោយទៀតនាពេលអនាគតការបង្ហាញលាតត្រដាងពីការពិតដោយបានរៀបរាប់ខាងលើនេះធ្វើឲ្យយើងទាំងអស់គ្នាជាខ្មែរឈប់វង្វេងជាមួយការបំភាន់ផ្សេងរបស់ពួកយួនកុម្មុយនីសនិងខ្មែរកុម្មុយនីសមួយចំនួនដែលកំពុងតែកែក្រឡៃប្រវត្តិសាស្ត្រប្រើប្រាស់មនោគមបោកប្រាស់ដើម្បីអំណាចមុខមាត់បុណ្យស័ក្តិសុកចិត្តអោនក្បាលបំរើផលប្រយោជន៍ឲ្យពួកយួនកុម្មុយនីសហើយដូច្នេះហើយយើងឃើញថាឫសគល់ថ្ងៃ7មករាគឺកុម្មុយនីសយួនសហព័ន្ធឥណ្ឌូចិននេះហើយជាអ្នករៀបចំផែនការមកលេបទឹកដីខ្មែរកាន់កាប់ទឹកដីខ្មែរចាមឡាវខ្មែរក្រោមរហូតមកដល់បច្ចុប្បន្ននាងកញ្ញាលោកស្រីនិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីព្រឹត្តិការណ៍នយោបាយប្រវត្តិសាស្ត្ររបស់វិទ្យុខ្មែរប៉ុស្តិ៍ដែលប្រិយមិត្តបានស្ដាប់ភាគទី5ដែលជាភាគបញ្ចប់នាពេលនេះចប់តែប៉ុណ្ណេះសូមអរគុណជាតិខ្មែរជាពូកែដោះស្រាយបញ្ហាស្គាល់រឹងគល់ច្បាស់7មករាតែយួនឬចារំដោះទឹកដីសូមអង្គកូនខ្មែរក្រុងស្រែចំការ
គុណដោយលោកសធម៌រាំងសីឬសំសេរីជាមនុស្សតែមួយសៀវភៅឬគល់7មករារូបមុនតែខ្លាដៃគូជាដឹកនាំពីភាគជាជំនួយខ្មែរពុទ្ធភ័យព្រួយក្រោបរបស់ជាតិកូនខ្មែរក្នុងស្រែចំការខិតខំសិក្សាសៀវភៅទាំង3គុណដោយលោកសធម៌រាំងសីឬសំសេរីជាមនុស្សតែមួយសៀវភៅឬគល់7មករា